តើនាងយល់សពដដែលទេខ្ញុំចត់លើរូបគុំនេះលោកពូខ្ញុំដួលលើអត់ខ្ញុំចាំបាត់តែប៉ុណ្ណឹងអ្នកនាងសម្រាប់គាត់មែនទេខ្ញុំចាំអត់បានទេថ្ងៃនេះសមាជិកប៉ូលីសបានប្រទះឃើញសាកសពមួយនៅក្នុងបន្ទប់ផ្សាររបស់អ្នកឃើញមុនគេជាណាអ្នកវិភាគអក្រិតកម្មនៅប៉ុស្តិ៍ប៉ូលីសសេអ៊ូលឈ្មោះយូដេណាហេតុអីជានាងទៀតហើយ10ឆ្នាំមុនក៏អញ្ចឹងពេលនេះក៏អញ្ចឹងមិនក៏នេះចេះតែបង្ហាញខ្លួននៅកន្លែងកើតហេតុមិនចំណាយពេកទេដែលនេះជាសាស្ត្រីក្នុងរឿងអក្រិតកម្មដល់ទៅ2ដងពេលនេះនាងជាអ្នកវិភាគអក្រិតកម្មរូបគុំជាតម្រុយតែមួយដែលជន់ល្មើសបន្សល់ទុកនេះជាករណីសម្លាប់មនុស្សបន្តបន្ទាប់កន្លងតែ10ឆ្នាំវាក៏កើតឡើងម្ដងទៀតហេតុអីក៏ជន់ល្មើសតែងតែផ្ញើរូបឲ្យយូនីណាជន់ល្មើសច្បាស់ជាមិនមែនធ្វើដោយចៃដន្យទេគឺច្បាស់ជាមានមូលហេតុបើខ្ញុំជាជនល្មើសប្រហែលជាធ្វើបែបនេះខ្ញុំគឺជាជនល្មើសក្នុងរឿងក្តីនេះខ្ញុំកំពុងតែស៊ើបរឿងរូបគុំជាមួយនឹងយូនីណាឯងស្គាល់យូនីណាច្បាស់ទេទុកចិត្តបានទេតើធ្វើយ៉ាងម៉េចទើបអាចចាប់ខ្ញុំបានបើមិនមានផែនការល្អិតល្អន់គឺមិនអាចធ្វើបានទេពេលនេះខ្ញុំបានរូបគុំ3ហើយប្រហែលជានៅសល់6បំណែកទៀតទាំងអស់គឺមាន9បំណែករឿងក្តីនេះធ្ងន់ធ្ងរណាស់តើបើនេះធ្វើម៉េចទៅខ្ញុំទទួលបានរូបគុំហើយអ្នកស្លាប់ទាំងអស់សុទ្ធតែមានពាក់ព័ន្ធខ្ញុំនៅរក្សាការសង្ស័យលើខ្លួនឯងទើបអាចរកឃើញចម្លើយ